ពកឈើធ្នង់ចំនួន4ដុំធំដែលឈ្មោះដឹកតាមគោយន្តកន្ត្រៃបន្លំផ្នែកសមត្ថកិច្ចត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបានភ្លាមខណៈគេកំពុងចរាចរណ៍លើកំណត់ផ្លូវជាតិលេខ5ចេញពីសិប្បកម្មមួយកន្លែងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី5 កញ្ញា 2013នៅលើកំណត់ផ្លូវជាតិលេខ5ស្ថិតក្នុងភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាពីហើយបំរុងនឹងយកទៅលក់ឲ្យកន្លែងសិប្បកម្មមួយផ្សេងទៀតមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោកសុកផលីបានឲ្យដឹងថាក្រោយពីលោកទទួលបានព័ត៌មានថាមានគេដឹកឈើពកធ្នង់4ដុំធំតាមគោយន្តកន្ត្រៃមួយគ្រឿងចេញពីឃុំក្រាំងលាវយកទៅលក់ឲ្យឈ្មួញផ្សេងទៀតនោះលោកក៏បានដឹកនាំកម្លាំងចេញល្បាតតាមផ្លូវជាតិពេលនោះក៏ប្រទះគោយន្តកន្ត្រៃមួយគ្រឿងដែលគ្របតង់តែស៊ូដោយមានការសង្ស័យលោកក៏បានខត់សុំធ្វើការត្រួតពិនិត្យក៏ប្រទះឃើញពកធ្នង់4ដុំធំដែលជាប្រភេទឈើលេខ1ហើយរាល់ការដឹកជញ្ជូនរបស់ថៃកែសិប្បកម្មនេះគឺគ្មានច្បាប់អនុញ្ញាតនោះទេភ្លាមនោះលោកក៏បានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលព្រៃឈើនិងបានសុំការអនុញ្ញាតពីលោកពេញវិបលព្រះរាជអាជ្ញាដើម្បីនាំយកមកខណ្ឌរដ្ឋបាលព្រៃឈើធ្វើការសាកសួរនិងកសាងឯកសារតាមនីតិវិធីលោកសុកផលីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងដដែលបានឲ្យដឹងទៀតថាម្ចាស់ឈើពកធ្នង់នេះមានឈ្មោះញឹកស៊ីនអាយុ62ឆ្នាំរស់នៅក្នុងភូមិត្រពាំងពោឃុំពងរស្រុករលាពីនិងជាម្ចាស់សិប្បកម្មមួយកន្លែងផងដែរនៅចំពោះមុខសមត្ថកិច្ចបរិសុទ្ធឈ្មោះញឹកស៊ីនបាននិយាយថាដើមធ្នង់មួយដើមខាងលើនេះគឺគេបានទិញពីឈ្មោះពុទ្ធរនភេទស្រីអាយុ56ឆ្នាំរស់នៅភូមិក្រាំងលាវឃុំក្រាំងលាវស្រុករលាពីហើយបានធ្វើការកាត់យកមកនៅល្ងាចថ្ងៃទី4 កញ្ញា 2013លុះព្រឹកឡើងថ្ងៃទី5 កញ្ញាទើបបានជួលគោយន្តកន្ត្រៃរបស់ឈ្មោះជាសារឿនអាយុ35ឆ្នាំត្រូវជាក្មួយរស់នៅក្នុងភូមិជាមួយគ្នាដឹកយកមកដាក់រោងសិប្បកម្មមួយដើម្បីធ្វើការកែច្នៃសម្រាប់លក់បន្តហើយក៏ត្រូវបានខាងរដ្ឋបាលព្រៃឈើឃាត់ខ្លួនតែម្ដងមកដល់ពេលនេះគេពុំទាន់ដឹងថាឈើនោះមានប្រវែងប៉ុន្មាននិងមុខកាត់ប៉ុន្មានឡើយនោះទេព្រោះខាងរដ្ឋបាលព្រៃឈើកំពុងជាប់រវល់បច្ចុប្បន្នឈើពកធ្នង់ទាំង4ដុំកំពុងរក្សាទុកនៅខាងរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងប្រភពដែលឡែកមួយផ្សេងទៀតបានប្រាប់ឲ្យដឹងថាឈ្មោះញឹកស៊ីននេះក៏ជាម្ចាស់សិប្បកម្មមួយកន្លែងហើយក៏ជាជាងខ្លាំងម្នាក់ផងដែរក៏កំពុងរត់ការដោះយកឈើពកធ្នង់ត្រឡប់ទៅវិញហើយគេរងចាំមើលថាតើឈើពកធ្នង់ប្រភេទលេខ1ខាងលើដែលសមត្ថកិច្ចឃាត់បាននេះអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬទេព្រោះកន្លងទៅឈើក្រញូងមានតម្លៃរាប់ម៉ឺនដុល្លារបានបាត់ចេញពីឃ្លាំងរដ្ឋបាលព្រៃឈើមកដល់ពេលនេះមានរយៈពេលជិត3ឆ្នាំមកហើយនៅតែពុំទាន់រកមុខជនដៃដល់និងបពពួកនៅពីក្រោយខ្នងបាននៅឡើយរាយការណ៍ពីខេត្តកំពង់ឆ្នាំងសុខារិនអប្សរាណែត